រដ្ឋប្រមាណ15,000 នាក់បានចូលរួមធ្វើដំណើរថ្មើរជើងនៅទីក្រុងភ្នំពេញដើម្បីបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខកម្ពុជាមហាជនគ្រប់ស្រទាប់វណ្ណៈប្រមាណ15,000 នាក់បានចូលរួមធ្វើដំណើរថ្មើរជើង Solidarity March ដើម្បីបង្ហាញការចូលរួមជាធ្លុកតែមួយគាំទ្រដល់រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខកម្ពុជានៅព្រឹកថ្ងៃទី18ខែមិថុនាឆ្នាំ2025នេះចាប់ពីសាលមហោស្រពកោះពេជ្រដល់វិមានឯករាជ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានដឹកនាំរៀបចំព្រឹត្តិការណ៍នេះបានលើកឡើងថាការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នាលើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរដើម្បីបង្ហាញពីទឹកចិត្តសាមគ្គីស្មារតីមុតមាំនិងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជានិងកងកម្លាំងប៉ុន្តែការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរថាពេលដែលប្រទេសជាតិត្រូវការយើងគឺយើងនឹងចេញមកបង្ហាញនៅស្មារតីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបានអះអាងថាការជួបជុំនៅពេលនេះក៏អាចជាសារមួយផងដែរហើយសារនោះគឺបញ្ជាក់ថាពេលដែលប្រទេសកម្ពុជាមានការគំរាមកំហែងប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេប្រសិនបើមានការប្រមាថណាមួយមកលើកិត្តិយសនិងដែនបូរណភាពទឹកដីរបស់ប្រជាជនកម្ពុជាឯកឧត្តមបានសង្កត់ធ្ងន់ទៀតថាយើងនឹងងើបឈរដោយស្មារតីរួមគ្នាគាំទ្ររាជរដ្ឋាភិបាលកម្ពុជានិងកងកម្លាំងជាតិរបស់យើងក្នុងការការពារបូរណភាពទឹកដីការពារប្រយោជន៍ជាតិនិងការពារភាពសុខសាន្តរបស់ជាតិទោះជាយ៉ាងណាក្តីយើងជ្រើសរើសស្របតាមការណែនាំរបស់សម្ដេចតេជោនិងសម្ដេចមហាបវរធិបតីគឺដោះស្រាយរាល់បញ្ហារបស់កម្ពុជាដោយសន្តិវិធីនិងផ្អែកលើមូលដ្ឋានច្បាប់ជាមួយគ្នានេះឯកឧត្តមក៏សូមគោរពថ្លែងអំណរព្រះគុណនិងអំណរគុណប្រគេនថ្វាយនិងជូនសម្ដេចសង្ឃព្រះដេចគុណព្រះអង្គម្ចាស់លោកស្រីប្រតិភូតគណៈបកនយោបាយមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នថ្នាក់ដឹកនាំសមាជិកសមាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្ថានឧត្តមសិក្សាកម្ពុជាសមាគមយុវជនគ្រប់មុខសញ្ញាសិល្បករសិល្បការិនីកីឡាករកីឡាការិនីសិស្សនិស្សិតនិងវិស័យឯកជនបងប្អូន KOL ជនរួមជាតិទាំងអស់ដែលបានចូលរួមមកនៅទីនេះពេលនេះដើម្បីបង្ហាញកម្លាំងទឹកចិត្តស្នេហាជាតិដ៏ថ្លៃថ្លាតាមរយៈដំណើរថ្មើរជើង Solidarity March ដើម្បីបង្ហាញការចូលរួមជាធ្លុកតែមួយគាំទ្រដល់រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខកម្ពុជាប្រកបដោយទឹកចិត្តឆន្ទៈក្តីស្រឡាញ់ដើម្បីកម្ពុជាជាមួយមនោសញ្ចេតនាដ៏ជ្រាលជ្រៅឯកឧត្តមហ៊ុនម៉ាណីបានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធរួមមានរដ្ឋបាលរាជធានីភ្នំពេញខេត្តកណ្ដាលកំពង់ស្ពឺអគ្គស្នងការកថានគរបាលជាតិនិងស្នងការនគរបាលរាជធានីភ្នំពេញកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជានិងបងប្អូនអ្នកសារព័ត៌មានដែលបានចូលរួមសម្របសម្រួលរៀបចំនិងរាយការណ៍ព័ត៌មានកម្មវិធីឲ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យត្រចះត្រចង់ដែលជាមហាកិត្តិយសដ៏ធំធេងជូនប្រទេសជាតិ